យកទាំងបេតុងស៊ីម៉ងមកចាក់នៅព្រំដែនយកទាំង container មកដាក់តែគ្រាន់តែយើងចាក់ដីនៅច្រកហ្នឹងចាក់មិនបានណាយើងចាក់ដីនៅច្រកហ្នឹងចាក់មិនបានផងណាហើយអ្នកនាំពាក្យនៃរដ្ឋាភិបាលនៅតែនិយាយថាលោកហ៊ុនសែនចង់ដោះស្រាយដោយសន្តិវិធីអញ្ចឹងសម្ដីដែលលោកហ៊ុនសែននិយាយធ្វើបាបតែខ្មែរទេណាធ្វើបាបតែខ្មែរទេអូខេណាលោកតាសង្គ្រាមអាចមានទី3ឬទេហើយយូរឬឆាប់អត់មានអ្នកណាដឹងទេកូនតែតាមសន្ទុះសកម្មភាពរបស់លោកហ៊ុនសែនប្រហែលជាអាចវាយគ្នាភាសាទៀតប្រហែលជាអាចវាយគ្នាភាសាទៀតឬមួយក៏លោកហ៊ុនសែនចង់ប្រើស្នៀតអីណាប្រហែលជាអាចវាយគ្នាភាសាទៀតមួយម៉ាត់មកកដាក់គ្នាណាហើយចម្រុងតាដឹងថាចិត្តចៅវាខុសខើអញ្ចឹងហើយមនុស្សចៅខុសខើអញ្ចឹងនៅក្នុងចិត្តដែលខុសខើហ្នឹងចៅមិនបានសុខទេអនាគតទៅចៅវេទនាចៅក្រចៅគេជិះជាន់ចៅនឹងដឹងថាសម្ដីអាក្រក់ហិង្សារបស់ចៅនឹងត្រឡប់មករកចៅគឺនៅក្នុងប្រទេសកម្ពុជាចៅនឹងត្រូវគេធ្វើទុកគេជន់ឈ្លីការចេះដឹងរបស់ចៅក៏អាប់អោនចៅអត់បានសុខទេមនុស្សយើងដែលឈាមអណ្ដែតមករស់នៅក្នុងសង្គមមួយល្អមកអំពីមនុស្សហ្នឹងគេចូលចិត្តសេចក្តីសុខឲ្យអ្នកដទៃសូម្បីតាចាំឆ្កែព្រលឹមឡើងត្រូវចំណាយពេលដើម្បីឲ្យឆ្កែបានសុខចៅឯងហាមាត់ឡើងឲ្យគេងាប់តើជាសម្ដីល្អសម្រាប់ជីវិតយើងនេះអានោះចាឯងគិតខ្លួនឯងតាមថាអីទេតាថតព្រឹបទុកភ្លាមណាម្សិលមិញមានអ្នកមកចង់បំផ្លាញ account តាថតព្រឹបតា report ទៅ Facebook ភ្លាមតារស់នៅក្នុងសង្គមមានច្បាប់តែប៉ុណ្ណឹងណាតាមិនទៅធ្វើបាបចៅឯងទេប៉ុន្តែផលនឹងចាញ់ឲ្យចៅឯងបើចៅឯងគំនិតប្រមាថជីវិតមនុស្សចង់ឲ្យគេស្លាប់សូម្បីតែមនុស្សខ្ញុំតោះជាមួយខ្ញុំមិនឲ្យគេមានបញ្ហាដល់អាយុជីវិតលោកហ៊ុនសែនសូម្បីតែខ្ញុំរិះគន់គាត់ខ្ញុំចង់ឲ្យគាត់បានសុខកូនចៅគាត់សុខទាំងអស់ចៅឯងក៏ឲ្យបានសុខដែរប៉ុន្តែចៅឯងឈាមខ្មៅមកពីនេះគឺប្រមាថដល់ជីវិតអ្នកដទៃជានិច្ចមកពីអីមកពីចៅឯងខ្ញុំវាបាបខ្លាំងហ្នឹងអញ្ចឹងណាសុងហេងមកដាច់លោកតាមិនបង្កើតគណៈបកនយោបាយប្រកួតប្រជែងជាមួយនាយករដ្ឋមន្ត្រីក្នុងស្រុកខ្មែរឲ្យរីកចម្រើនតើប្រទេសកម្ពុជាមានទីធ្លាសម្រាប់យើងធ្វើនយោបាយទេចម្លើយថាអត់ទេចៅអើយដូច្នេះហើយបើវាអត់មានទីធ្លានយោបាយទេតើយើងគួរចំណាយពេលទៅបង្កើតគណៈបកនយោបាយធ្វើស្អីយើងមានមធ្យោបាយដទៃដើម្បីដោះស្រាយបញ្ហាជាតិយើងបញ្ចេញយោបល់យើងពន្យល់គ្នាយើងឲ្យយល់ពីបញ្ហាហើយយើងបង្ហាញដំណោះស្រាយគឺវាមានប្រយោជន៍ជាងតើទៅបង្កើតគណៈបកនយោបាយធ្វើស្អីបើគ្មានទីធ្លានយោបាយនោះវាអត់មានណាកូនងាកមក YouTube ម្ដងណាសូមជួយនិយាយពី pyramid scheme នៅកម្ពុជាបានទេ pyramid scheme នៅកម្ពុជាបញ្ហាតូចទេបញ្ហាតែធំគឺបោកត្រង់តែម្ដងអំពើឆោបោកត្រង់ឥឡូវនេះខែមេសាបានកន្លងផុតទៅរហូតដល់ចូលខែមិថុនាហើយការនិយាយថានឹងបដិញ្ញាបង្ក្រាបនៅ scammer នៅប្រទេសកម្ពុជាបារាជ័យទាំងស្រុងក្រោយមកសម្ដេចហ៊ុនសែនបានលើកទិសបង្ក្រាប scammer តទៅទៀតក្រោយពីដាក់ក្បាល microphone ចុះ scammer នៅពេញប្រទេសកម្ពុជាហើយលោកហ៊ុនសែនក៏ធ្វើអីមិនកើតដោយសារគ្មានសុខឆន្ទៈក៏ងាកមកវាយសាច់បង្កកថៃពកក្បាលខ្មែរឥឡូវនេះកំពុងលឹបលោរឿងហ្នឹងណាកំពុងលឹបលោរឿងហ្នឹងឃើញទេដូច្នេះ pyramid scheme នេះតូចទេនៅប្រទេសកម្ពុជាគឺបោកត្រង់រំលោភត្រង់ជិះជាន់ត្រង់តែម្ដងត្រឹមត្រូវឲ្យហោមហ៊ឿនណាទុកឲ្យខ្ញុំបាននិយាយគ្រាន់តែស្ដាប់កំសាន្តណាតែចង់ប្រាប់ចៅដែលមានអំពើហិង្សាហ្នឹងជាបាបរបស់ចៅអាហ្នឹងអញ្ចឹងណានៅ YouTube electrical engineer ដាក់ពាក្យ scholarship ទៅវៀតណាមជួយណែនាំដាក់ទៅឲ្យតែបានទៅបញ្ញាប់ទៅរៀនចៅសុំរបៀបរកការងារធ្វើដែលមានប្រាក់ខែមួយខែ$10000បងហេងដើម្បីបាន$10000ប្លន់លោកហ៊ុនសែនដាក់ពាក្យទៅកន្លែងការងារសួរថាអ្នកណាជាក្រុមហ៊ុនខាងឆក់ប្លន់លោកហ៊ុនសែននឹងប្រាក់ខែថ្លៃណាចៅណាពេលពូចៅសូមអីតានៅស្រុកអាមេរិកនេះតារកប្រាក់ខែនឹងអត់បានទេស្របច្បាប់តែនៅប្រទេសកម្ពុជាមានក្រុមហ៊ុនគេជួលមនុស្សទៅប្លន់លោកហ៊ុនសែនអញ្ចឹងខ្លួនឯងទៅដាក់ពាក្យទៅក្រុមហ៊ុននឹងឈ្មោះតូបរិស័ទជាម្ចាស់ធំគឺក្មួយលោកហ៊ុនសែនគាត់បើកការរកស៊ីមួយដែលចៅឯងអាចទៅសុំការងារធ្វើមកការនឹងទៅដល់ដាក់ពាក្យតួនាទីគេហៅថាចោលប្លន់លោកហ៊ុនសែនទៅចោះឈ្មោះទៅណាទៅចោះឈ្មោះទៅណាចាទៅចោះឈ្មោះទៅហើយបើសិនជាពិបាកផ្ញើទៅរូបថតឲ្យខ្ញុំក៏បានដែរខ្ញុំអាចបញ្ជូនទៅឲ្យហ៊ុនតូទទួលអូខេប្រាក់ខែ12000មួយខែ
មានអាចារ្យមួយគេថាលោកតាខ្ញុំបាក់ទឹកចិត្តចង់ឲ្យតាព្យាបាលកុំស្អីច្រើនពេក system គេដេញចោលแล้วចាណាកុំស្អីច្រើនពេកស្អីច្រើនពេក system គេដេញចោលណា YouTube អត់នេះទេ YouTube អត់នេះគេដេញចោលបាត់វា spam មកចឹងណាបុត្តា5000 ណដ្ឋិសន្តិបរាំងសុខាំងបុត្តា5000សរសេរបានល្អកុំស៊ីបាយសាក់មើលណដ្ឋិសន្តិបរាំងសុខាំងអត់ស៊ីបាយហើយអត់ផឹកទឹកលោកមើលបើអត់ស៊ីបាយហើយអត់ផឹកទឹកណាហើយពិតជាសុខណាអានឹងខ្ញុំជិះយន្តហោះពីអាមេរិកទៅជឿភ្លាមកុំយកអាសម្ដីពងក្តរនឹងមកនិយាយព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានទៅជាង2500ឆ្នាំណាព្រះអង្គមិនអាចនឹងនាំមនុស្សឲ្យទៅរកសេចក្តីសុខអស់កលជានិច្ចបានទេទើបព្រះអង្គក៏សគត់ទៅកុំយកសម្ដីអាចឆ្កែមកនិយាយស្អីណាសេចក្តីសុខមាននៅក្នុងចិត្តអីសេចក្តីសុខមាននៅក្នុងចិត្តផងនៅក្នុងសម្ភារៈផងសេចក្តីសុខមាននៅក្នុងជីវភាពផងកុំយកអាសម្ដីអាចឆ្កែមកនិយាយនៅស្រុកខ្មែរណាសាសនា7មករាគេនិយាយតែរឿងសម្ដីអាចឆ្កែហ្នឹងសប្តាហ៍ថ្ងៃកន្លែងវិបស្សនាអ្នកទៅចូលវិបស្សនាម្ដងសិតតែ2000នាក់ចាញ់មកវិញបើស្រីវិញលាបបបមកឲ្យក្រហមឆាញ់ក៏ដាក់ Facebook ពេលវិបស្សនាដើរអត់ពាក់ស្បែកជើងទេហើយពាក់សម្លៀកពាក់សតែដល់ពេលវិបស្សនាចប់ហើយចាញ់មកលាបបបមកឲ្យក្រហមឆាញ់នៅតែធ្វើគ្នានៅតែសុចតែទៅវិបស្សនាមានន័យថាម៉េចមានន័យថាវិបស្សនាគ្រាន់តែជាការលំហាត់ចិត្តម្ដងម្កាលទេអញ្ចឹងកុំយកអាសាសនា7មករាមកដោះស្រាយសពថ្ងៃវត្តអារាមយើងពេញទឹកពេញដីអស់ហើយវាសិតតែអ្នកដែលមិនគោរពសិក្ខាវិន័យខ្ញុំក្មេងវត្តណាខ្ញុំអនុវត្តជំនឿពុទ្ធសាសនាតែ3ទេទី1ខ្ញុំភ្ញាក់ពីដេកមកខ្ញុំផ្សាយនៅចំណេះដឹងដែលជាមេត្តាហៅថាធ្វើទៀននៅពេលធ្វើទៀនហ្នឹងខ្ញុំត្រូវផឹកកាហ្វេខ្ញុំត្រូវអីខ្ញុំត្រូវលេបថ្នាំអីតែអត់មានទុនកាមេរ៉ាដែលខ្ញុំធ្វើការផ្សព្វផ្សាយតម្លៃថ្លៃ laptop ថ្លៃអ៊ីនធឺណិតក៏ថ្លៃអញ្ចឹងបើខ្ញុំអត់មានទុនទេខ្ញុំធ្វើទៀនអត់បានទេអញ្ចឹងទៀនត្រូវមានទុនបន្ទាប់មកទៀតខ្ញុំនិយាយស្ដីអីឲ្យមនុស្សល្អជាជាងឲ្យមនុស្សវិន័យខ្ញុំមិននិយាយឲ្យមនុស្សអានហៅទេអាហ្នឹងអំពើល្អដែលខ្ញុំធ្វើហើយអំពើអាក្រក់ខ្ញុំកាត់បន្ថយតែប៉ុណ្្នឹងនឹងពុទ្ធសាសនាដែលខ្ញុំអាចធ្វើបានជាមនុស្សក្រៅពីហ្នឹងអត់មានមកដើរស្រែកប្រាប់គេអីណាសេចក្តីសុខគឺជាសេចក្តីចិត្តអីហើយអត់មានតែធ្វើធម្មយាចាអត់មាន3ប្រយោគអីហើយបើសឹកយកប្រពន្ធហើយអត់មានមកបដៅធរអីទៀតទេបដៅធរខ្មោចយកអីបួស10 20ឆ្នាំសឹកតែសុចបាត់ការប្រពន្ធបាត់មានន័យថាតណ្ហាយើងនឹងវាអត់មានកាត់បន្ថយបានទេអញ្ចឹងយើងរស់នៅដោយសុខសាន្តទៅបើមានកូនមានចៅអញ្ចឹងកូនចាំចៅអាសាសនា7មករានេះវាអត់មានជួយអីទេវាកំពុងតែបំផ្លាញយើងគ្រប់គ្នាសួស្ដីលោកតាស្គាល់អធិរាជលីអូហោះសុវណ្ណទេអត់ទេកូនអើយណាអត់ទេណាតើយើងមានឱកាសទៅធ្វើការនៅ USA ទេបើមិនមានអ្វីការមកធ្វើការនៅសហរដ្ឋអាមេរិកភាគច្រើនគេបោកភូតទេណាការងារមកធ្វើការនៅស្រុកអាមេរិកបើយើងចង់សាកល្បងការងារនៅស្រុកអាមេរិកណាចៅយើងត្រូវមាន Master's degree ហើយមុខជំនាញដែលយើងត្រូវមានគឺនៅក្នុងវិទ្យាសាស្ត្រណាតែនៅក្នុងបច្ចុប្បន្ននេះសម័យលោកប្រធានាធិបតី Donald Trump គាត់បាត់ច្រើនណាស់ដូច្នេះហើយត្រៀមលក្ខណៈខំរៀនបើចង់មកនៅអាមេរិកបរិញ្ញាបត្រជាន់ខ្ពស់ឡើងលើហើយខាងវិទ្យាសាស្ត្របន្តមកទៀតត្រូវដឹងទោះបីខ្ញុំរិះគន់នយោបាយរាជការកម្ពុជាប្រទេសកម្ពុជាស្រួលរស់ជាងអាមេរិកឆ្ងាយណាស់បាយអំបិលដេកហួចត្រេះពងអត់បាច់មួយទឹកក៏អត់លំបាកដែរស្រុកយើងរស់ស្រួលណាស់កូនឲ្យតែយើងខិតខំយើងគ្រប់គ្រាន់រស់ជីវិតនៅអាមេរិកកិច្ចនេះហើយជាស្នាដៃរបស់មេដឹកនាំខ្មែរដែលធ្វើអ្វីចូលចិត្តបំផ្លាញខ្លួនឯងប្រសិនបើនយោបាយលោកហ៊ុនសែនពិតជាច្បាស់លាស់គឺហ៊ានប្រកាសផ្ដាច់ចំណងពាណិជ្ជកម្មជាមួយនឹងថៃភ្លាមទៅណាបើបង្កើតនៅឧបាយកលបែបនេះវាធ្វើបាបអាជីវករខ្មែរធ្វើបាបមនុស្សតូចតាចនៅពេលដែលសេដ្ឋកិច្ចកំពុងតែផុយស្រួយក្នុងសភាពការបែបនេះនៅតាមទ្វារបាលអាកាសកម្មវិធីលើកលែងទិដ្ឋាការឲ្យទេសចរចិនចាប់ផ្ដើមធ្វើរហូតទៅដល់ខែតុលាយើងចាំមើលថាតើអាចនាំចូលនៅចំនួនទេសចរបានប៉ុណ្ណាការលឺសូររឿងបង្កើតបញ្ហាផលិតផលថៃបណ្ដាលឲ្យលឺសូរពាក្យលះលហៀងថាថៃកំពុងតែតាមដានពីសម្ដីរបស់លោកហ៊ុនសែនប្រឆាំងថៃលឹបលោការប្រឆាំងថៃលឹបលោនេះខ្ញុំសង្ស័យតែបានជួបគ្នាមួយសារទៀតហើយបើបានជួបគ្នាមួយសារទៀតវាចំណេញថៃត្រង់ថារឿងព្រំដែនពន្យាពេលតទៅទៀត
លើកមកបញ្ជាក់សារជាថ្មីអំពីរឿងពាណិជ្ជកម្មថៃកម្ពុជាកម្ពុជាថៃនៅក្នុងក្របខ័ណ្ឌអាស៊ានប្រទេសកម្ពុជាគឺជាសមាជិកដែលនៅក្នុងសហគមន៍ពាណិជ្ជកម្មសេដ្ឋកិច្ចអាស៊ានប្រសិនបើចង់ផ្ដាច់នៅពាណិជ្ជកម្មវាមិនខុសទាស់អីទេដែលថៃបង្កលក្ខណៈមុនគឺបាត់ព្រំដែនតែត្រូវអ្នកដឹកនាំខ្មែរចាត់ឲ្យសឿងបើចាត់សឿងផ្ដាច់ព្រឹបហើយរៀបចំនៅផែនការអនុញ្ញាតឲ្យអាជីវករខ្មែរនាំចូលនៅផលិតផលដែលខ្លួនត្រូវការប្រើប្រាស់និងដាក់គោលដៅច្បាស់លាស់ក្នុងការលើកតម្កើងផលិតផលរបស់ខ្មែរក៏ប៉ុន្តែលោកហ៊ុនសែនអត់ធ្វើលំហាត់ទេគាត់វាយគោមកចំហៀងឲ្យបាក់ស្នែងហើយទុកឲ្យគោមកចំហៀងទៀតភ័យរត់ត្រង់នេះវាមិនជួយអ្វីឡើយបញ្ជាក់ម្ដងទៀតដើម្បីឲ្យប្រិយមិត្តបានយល់បើយើងមិនអាចផ្ដាច់ឬក៏យើងមិនហ៊ានបើយើងមិនសឿងក្នុងការផ្ដាច់ពាណិជ្ជកម្មជាមួយថៃទេហើយយើងមកវាយកូនចៅយើងណាយើងមកវាយកូនចៅយើងដោយយកពាក្យថាពុកអលួយនាំផលិតផលចូលមកក្នុងស្រុកតាមរយៈកិច្ចពន្ធគយអីយើងបើកទ្រូងឲ្យបរទេសមើលឃើញថាយើងវាចោលមកទៀតដូចជ្រាបហើយសង្គ្រាមកើតនៅឆ្នាំ2025តាំងពីខែកក្កដានិងខែធ្នូណាខ្ញុំនិយាយឲ្យចំគឺខែបៃលិនឡានរាប់រយឆ្លងខេត្តបៃលិនមិនមែនទំនិញណាមិនមែនទំនិញទៅគ្រាន់តែឆ្លងដែនពីថៃចូលមកកម្ពុជានិងកម្ពុជាឆ្លងទៅថៃទេទំនិញពីវៀតណាមទៅថៃក៏ឆ្លងកាត់បៃលិនពីថៃឆ្ពោះទៅកាន់វៀតណាមក៏ឆ្លងកាត់បៃលិនលោកហ៊ុនសែនអត់មានហាម5ទៅដល់អភិបាលខេត្តបៃលិនដែលជាកូនធរគាត់ទេហើយស្រាប់តែឥឡូវគាត់មកធ្វើបាបមនុស្សកបៃកប៉ុកឲ្យអាពេលផែងវណ្ណៈជាងអល់មកអុកញ៉ានេះអុកញ៉ានោះអុកញ៉ានេះអុកញ៉ានោះហ្នឹងគឺជាអាជីវករតូចតាចទេរឿងដែលធំគឺជានយោបាយរួមមួយបងប្អូនរស់នៅប្រទេសកម្ពុជាបងប្អូនណាដែលមិនប្រើផលិតផលថៃណាបងប្អូនណាដែលមិនប្រើផលិតផលថៃមិនប្រើទៅជាសិទ្ធិសេរីភាពរបស់បងប្អូនណាហើយបើព្រះរាជាណាចក្រកម្ពុជាយើងមិនត្រូវការពាណិជ្ជកម្មថៃយើងប្រកាសផ្ដាច់ពាណិជ្ជកម្មទៅយើងប្រកាសផ្ដាច់ពាណិជ្ជកម្មទៅយើងថាថៃឈ្លានពានយើងត្រូវឲ្យថៃបាត់ព្រំដែនយើងផ្ដាច់ពាណិជ្ជកម្មទៅតែយើងអត់ហ៊ានទេយើងអត់ហ៊ានផ្ដាច់ចរន្តពាណិជ្ជកម្មទេយើងមិនសឿងទេហើយយើងធ្វើបាបមនុស្សនៅក្នុងស្រុកពីដើមឡើយការចលករកើតឡើងប្រឆាំងនឹងទំនិញថៃធ្វើឲ្យក្រុមហ៊ុន brand ថៃដូចជា PTT Amazon ម៉ាកដទៃរួមទាំង 7-Eleven ជួបប្រទះនឹងបញ្ហាលោកហ៊ុនសែនបាននិយាយហើយបានចាញ់មកនិយាយថាវាអត់ទាន់មានការប្រឆាំងនឹងទេឥឡូវគាត់ដូរគាត់បែរទៅជាធ្វើបាបប្រជាជនខ្លួនឯងរឿងរត់ពន្ធគយរឿងកិច្ចពន្ធរឿងខុសច្បាប់អ្វីដែលបង្កើតនេះគឺធ្វើបាបប្រជាជនខ្លួនឯងធ្វើបាបអ្នកលក់ដូរតូចតាចធ្វើបាបអាជីវករធ្វើបាបចរន្តចែកចាយមិនមែនជានយោបាយស្រួចស្រាវមិនមែនជានយោបាយមុតថ្លាទេនយោបាយមុតថ្លាគឺរាជការផ្ដាច់ចំណងពាណិជ្ជកម្មជាមួយហើយលោកហ៊ុនសែនបានប្រឹងចាញ់មកបញ្ជាក់ពីទំនិញឆ្លងកាត់ដីគោកណានិងទំនិញឆ្លងកាត់ដែនទឹកឆ្លងកាត់ដែនអាកាសហើយថានឹងគឺជាសេចក្តីសម្រេចរបស់សមាជិកកិច្ចគយជាអ្នកទទួលថានឹងខុសច្បាប់ឬមិនត្រូវច្បាប់បើកឲ្យគយដើរគុកគេគុកឯងដើរឲ្យបើកឲ្យគយដើរគុកគេគុកឯងបងប្អូនណាដែលឆ្លុះវង្វេងនឹងសម្ដីលោកហ៊ុនសែនយល់ឃើញតែគាត់និយាយនឹងវាត្រូវតែបងប្អូនណាដែលធ្វើអាជីវកម្មហើយត្រូវគេគុកត្រូវពួកគយពួកអ្នកដតីតែចោះមកគុកបងប្អូនធ្វើឲ្យបងប្អូនខាតធ្វើឲ្យបងប្អូនមានបញ្ហានឹងទើបបងប្អូនដឹងថាសម្ដីលោកហ៊ុនសែនវាបំផ្លាញសេដ្ឋកិច្ចលោកហ៊ុនសែនប្រើពាក្យធំថាអ្នកដែលចរាចរទំនិញដែលគាត់ចោទប្រកាន់ថាជាទំនិញខុសច្បាប់នោះគឺប្រមាថប្រទេសជាតិបន្តិចទៀតលោកហ៊ុនសែនប្រើពាក្យខ្មែរក្រហមថានឹងសត្វក្បត់ជាតិនៅពេលដែលគិតថាទំនិញអស់ហ្នឹងវាក្បត់ជាតិពេលហ្នឹងហើយដែលអាមីអាថោងតាមក្រសួងមួយយកអាសម្ដីរបស់គាត់ទៅធ្វើបាបប្រជាជនបងប្អូនអ្នកប្រើអត់ដឹងរឿងថាគ្នាធ្វើអាជីវករពិបាកប៉ុណ្ណាទេសេដ្ឋកិច្ចឥឡូវវេទនាអគ្គនាយកពន្ធដារកំពុងតែរៀបគម្រោងប្រមូលពន្ធនៅច្រើនពីព្រោះរាជការអត់មានលុយចាយដៃមួយខាងបើរាជការពិតជាបោសសម្អាត scammer វាត្រូវប្រមូលពន្ធនៅច្រើនអញ្ចឹងទាំងអាជីវករទាំងពលករអ្នករកស៊ីទាំងអស់សូម្បីតែកសិករដែលគេសន្យាថាអត់យកពន្ធដីស្រែហ្នឹងក៏ទទួលសម្ពាធពីការប្រមូលពន្ធដែរក្នុងប្រទេសកម្ពុជាដែរយើងគិតមើលនៅក្នុងគំនិតនៃសេដ្ឋកិច្ចយើងលំបាកហើយមេដឹកនាំធ្វើបាបទៅយើងណាអានោះហើយជាលក្ខណៈមួយដែលវេទនាណាលក្ខណៈដែលវេទនាគឺអញ្ចឹងណាបងប្អូនដែលប្រើផលិតផលឲ្យជឿតាមការធ្វើពហិការបងប្អូនមិនខ្វល់ទេតែសេដ្ឋកិច្ចខូចហើយសេដ្ឋកិច្ចខូចក៏ប៉ះពាល់បងប្អូនដែរប៉ះពាល់បងប្អូនយ៉ាងម៉េចកាលណាសេដ្ឋកិច្ចផ្ទៃក្នុងវាខូចការរកស៊ីវាមិនបានម៉ែឪក៏ពិបាកលុយរកមិនបានចាយក៏ធ្លាក់ចុះ
វាប៉ះពាល់ទាំងអស់គ្នាអញ្ចឹងនៅពេលអ្នកដឹកនាំជួយរុញច្រានឲ្យសេដ្ឋកិច្ចវាខូចហើយយល់ឃើញថាការនិយាយហ្នឹងណាវាជាប្រជាប្រិយភាពរបស់លោកហ៊ុនសែនខ្ញុំថាលោកហ៊ុនសែនកំពុងតែបំផ្លាញនយោបាយកូនគាត់ណាអ្វីដែលគាត់ចាញ់គាត់ងើបដុល្លារមួយថ្ងៃគាត់អោនចុះមួយថ្ងៃហ្នឹងគឺគាត់កំពុងតែបំផ្លាញការដឹកនាំរបស់លោកហ៊ុនម៉ាណែតបើសឿងពិតប្រាកដណាគឺណាត្រូវតែហ៊ានប្រកាសផ្ដាច់ណាគឺត្រូវតែហ៊ានប្រកាសផ្ដាច់ពាណិជ្ជកម្មបើមិនផ្ដាច់ពាណិជ្ជកម្មទេកុំបង្កការលំបាកដល់សេដ្ឋកិច្ចនៅក្នុងស្រុកអីដើម្បីបំពេញចិត្តអ្នកដែលស្រេកឃ្លានចង់ធ្វើពហិការចំពោះតំណែងថៃទៅឲ្យសេដ្ឋកិច្ចទៅប៉ះពាល់ដល់អាជីវករហើយធ្វើឲ្យពួកកុយឡើងចាងធ្វើគេស៊ីធ្វើគេឲ្យលំបាកមិនមែនជួយទេលោកហ៊ុនសែនកំពុងតែដើរកើមទៅរកផ្លូវវិនិច្ឆ័យវិនិច្ឆ័យសេដ្ឋកិច្ចរបស់កូនគាត់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីត្រង់នេះអត់ទេហើយពួកថៃសៀមនេះក៏វារករឿងគាត់បានខ្ញុំគ្រាន់តែរំលឹកថាសម្ដីដែលលោកហ៊ុនសែនឡូឡានេះមើលមកផ្លែដូចសមតែបើគិតមែនទែនខ្លាញ់ខ្លួនឯងទេចាំមើលតើខ្ញុំនិយាយយ៉ាងម៉េចពីព្រោះតំណែងថៃវាត្រូវតែនៅលក់ដូរស្រុកខ្មែរមិនមិនបានតំណែងថៃលក់ដូរនៅស្រុកខ្មែរពីព្រោះយើងមិនបានផ្ដាច់ប្រព័ន្ធពាណិជ្ជកម្មជាមួយនឹងថៃទេបើយើងផ្ដាច់យើងចេញច្បាប់ថាគ្មានតំណែងថៃនៅគ្រប់ទីកន្លែងតែនេះគឺឲ្យដាវអាជ្ញាសិទ្ធិទៅគយណាគឺឲ្យដាវអាជ្ញាសិទ្ធិទៅគយហើយគយហ្នឹងអាចគៀបសង្កត់ជិះជាន់ហើយធ្វើឲ្យអាជីវករគ្នាខាតបង់តែបណ្ដាលឲ្យការរកស៊ីលំបាកខូចខាតទៅដល់សេដ្ឋកិច្ចអាហ្នឹងអញ្ចឹងខ្ញុំគាត់នឹងជំរាបប៉ុណ្ណឹងថាអ្នកនយោបាយបើនិយាយគ្រាន់តែដើម្បីប្រជាប្រិយភាពហើយវាខូចសេដ្ឋកិច្ចណាកាលណាវាខូចសេដ្ឋកិច្ចគឺយើងទាំងអស់គ្នារងទុក្ខវេទនាដកឃ្លាមកវិញថ្ងៃនេះខ្ញុំរងចាំព័ត៌មានស្ដីអំពីដំណោះស្រាយនៅសង្គ្រាមអ៊ីរ៉ាន់ណាឮសូរថាគេនឹងចុះហត្ថលេខាលើ MOU រវាងអាមេរិកនិងអ៊ីរ៉ាន់មកទល់ពេលនេះអត់ទាន់ឃើញសង្ស័យតែសភាពការមិនទៅមកទេសភាពការវាអត់ដំណើរការទៅ